គឺជាអ្វីដែលខ្ញុំផលអស់ក្នុងរយៈពេលកន្លះឆ្នាំនេះទៀតឬក៏ជប់ទិញធំហ្នឹងព្រោះ toner by Essence មួយនេះគឺប្រហែលជាអត់ទិញទៀតណាគ្នាព្រោះដោយសារខ្ញុំគិតថាវា not that necessary ណាអ្នកនរគ្នាអាចទៅរក hyaluronic acid ពី moisturizer បានណា so ឥឡូវយើងមកមើលថានៅក្នុង product នេះគឺមាន ingredient អីខ្លាំងទីមួយគឺវាមាន hyaluronic acid ច្រើនមូលកូនអ្នកនរគ្នាដែលអាចជួយតាក់ទងជាមួយការផ្ដល់សំណើមឲ្យស្បែកបានមួយទៀតខ្ញុំក៏ឆ្លងដល់អ្នកនរគ្នាដែរថា hyaluronic acid នេះគឺអាចចូលស្បែកយើងបានដោយសារតែស្បែកយើងមិនមែនអីក៏អាចស្រូបចូលក្នុងស្បែកយើងបានទេប៉ុន្តែខាងក្រុមហ៊ុន Essence គេក៏បាន claim ថា hyaluronic acid របស់គេហ្នឹងគឺគេបានប្រើ14 layer ខុសៗគ្នាដែលទម្ងន់មូលកូនតូចជាងគេបំផុតគឺតែ239 data គេធានាថាវានឹងអាចជ្រាបចូលទៅក្នុងប្រភពស្បែករបស់អ្នកគ្នាបានគ្រប់ស្រទាប់ហើយនឹងផ្ដល់សំណើមបានគ្រប់ស្រទាប់ពេលនេះគេក៏មានតាក់ទងជាមួយនឹង Crestrin និង Panthenol ដែលជួយផ្ដល់សំណើមបន្ថែមទៀត and this product also have no perfume ចឹងណាគេដែលគាត់មាន concern នឹងតាក់ទងជាមួយនឹង Lexi មួយ perfume ក៏អាចសាក់ប្រើបានពួក feeling after use គឺមានអារម្មណ៍ថាស្បែករៀងទន់ជាងមុនហើយក៏រៀងមានសំណើមជាងមុនដែរបើសួរខ្ញុំថាគួរប្រើអត់ខ្ញុំគិតថាចេះបើអ្នកគ្នាមាន budget អាចសាក់ប្រើបាន and then បើ feeling ថាចូលចិត្តក៏ប្រើទៅប៉ុន្តែបើអ្នកគ្នាមាន budget អ្នកគ្នាអាចទៅហៅ hyaluronic នៅក្នុង moisturizer ហ្មងក៏បានដែរគឺវា less step ទៀតអ្នកគ្នា